បាទពេលដែលអ្នកទាំងអស់គ្នាបង្កើត NetBeans បាទ NetBeans ក្នុងករណីដែលពួកយើងឃើញនៅក្នុង project tab យើងនេះមានច្រើន project លើសពី project ដែលពួកយើងកំពុងធ្វើអ្នកទាំងអស់គ្នាត្រូវ close project ដែលមិនពាក់ព័ន្ធចេញដាច់ខាតអ្នកទាំងអស់គ្នានឹងមានបញ្ហានៅពេលណាដែលយើងបើក project ច្រើនហើយយកមកស្អីក៏សម្រាប់ស្អីក៏ទិញទួចអត់តមានបញ្ហាទេតែពេលបន្តិចទៀតនឹងមានបញ្ហាតែឥឡូវត្រូវជាធ្វើឲ្យជាទម្លាប់ល្អអ្នកទាំងអស់គ្នាមិនអាចបើក project ច្រើនយកមកស្អីទេបាទពីព្រោះមួយ project គឺសំដៅលើមួយ system ហើយខួរក្បាលពួកឯងបកកែមិនតែ system ច្រើនក្នុងពេលតែមួយ system មួយនេះគេស្អីគ្នា10នាក់មិនមែន10 system ស្អីម្នាក់ឯងទេមែនទេបាទនេះអាមួយពេញកាហ្វេហ្នឹងគឺសំដៅលើមួយ system មែនទេអាមួយ system តែមួយហ្នឹងណាគេស្អីគ្នា10ទៅ20នាក់មែនទេមិនមែនពួកឯងបើក10 20 system ទៅតែម្នាក់ឯងទេអានេះមានន័យថាវាហួសហេតុណាក្នុងករណីដែលយើងគ្រាន់តែបើក run play ទៅបើ system ទី1ត្រូវអត់ system ទី2ត្រូវអត់ហ្នឹងជាបានតែបើយើងបើក system ដើម្បីកែប្រែឬក៏ស្អីក៏អ្នកទាំងអស់គ្នានឹងមានបញ្ហាជឿគ្រូទៅណាអញ្ចឹងក្នុងករណីដែលមាន system ច្រើនបែបហ្នឹងពួកយើងត្រូវ close system ណាដែលមិនពាក់ព័ន្ធចេញអានេះជា project របស់យើងទៅបង្កើតមិនមែនទេបាទអាផ្សេងទៀតមិនពាក់ព័ន្ធអញ្ចឹងយើងអាច close ចោលបន្តិចទៀតខ្ញុំនឹងតដើរមើលម៉ាស៊ីនណាដែលមាន project នេះច្រើនលើសពីមួយកញ្ញលើសមួយកញ្ញខ្ញុំđangតែលើខ្ញុំប្រាប់សិនប្រាប់ហើយខ្ញុំទុកពេលឲ្យ5នាទីដើម្បីលុបចោលលើសពី5នាទីទៅដើរឆែកមើលលើសពីមួយកញ្ញមើលអញ្ចឹងត្រូវ close project នេះចេញមើលណា close project យ៉ាងម៉េចគ្រាន់តែ select project ដែលមិនពាក់ព័ន្ធ right click ជ្រើសរើសពាក្យថាមែនទេបាទមួយទៀតមែនណែមួយទៀត select project ដែលមិនពាក់ព័ន្ធ right click បាទនេះទាំងអស់គ្នាជ្រើសរើសពាក្យថា delete អានេះមិនធម្មតាទេណា delete project ហ្នឹងចេញពី hard disk អាហ្នឹងអាលេខសំដីអត់មានចូលក្នុងសញ្ញាទេវានឹងទៅសុខសភពបើសិនតែវាចូលក្នុងសញ្ញាមានន័យថាវាវត្តដល់សាអាចយើងរួចបានមិនចាស់ហើយបើអានេះ delete អានេះសុខសភពទៅហើយហ្នឹងចូលទីពៀនប្រយ័ត្នណាមិនគួរណាជ្រើសរើស delete project ទេបាទយើងអាច delete យើងអាច close project ច្រើនright click close for project បាទខ្ញុំមិញខ្ញុំ close ទាំង project ដែលយើងបានស្អីអស់ទៅហើយយើងអាចបើក project យើងវិញបានទេបាទបើយើងបើកនៅលើ computer យើងស្រាប់ស្រួលទេនេះ Horizon Link project នេះពួកយើងមានស្រាប់ហើយ SJ11 មែនទេហ្នឹងហើយតែប្រសិនណាបើ project យើងហ្នឹងត្រឹមតែ copy ផាត់ចូលក្នុងម៉ាស៊ីនមិញទេអញ្ចឹងអានេះអត់មានទេមែនទេបាទពួកយើងអាច browser ពួកយើងចុច file open project browser ទីតាំងនៃ project folder ស្ថិតនៅអញ្ចឹងអ្នកទាំងអស់គ្នាចំណាំ project folder គឺរូបវាគឺ PKV តែបើយើងមើលនៅក្នុង Windows Explorer ឃើញ PKV ទេមែនទេ SJ11 យើងហ្នឹងគឺឃើញរូប folder ធម្មតាទេតែពេលអ្នកទាំងអស់គ្នាបើកជាមួយ NetBeans ឃើញថាវារូប PKV មែនទេមានន័យថាវាជា project folder ដែលយើងអាច open បាទឃើញទេបាទអញ្ចឹងខ្ញុំស្នើសុំឲ្យពួកយើង project មួយមានតែមួយបានហើយហាមមានច្រើនលើសពីមួយ project លើស1មួយកញ្ញលើស2 2កញ្ញណាហ្នឹងហើយលើស3 free ឲ្យមួយបាទអត់សោះទៅដល់មកណែតទៀតណែឡើយតទៀតនៅក្នុង system យើងមួយឬក៏ project យើងមួយមិនមែនមានតែមួយ program ទេអាចមានច្រើន program មានច្រើន file ឥឡូវខ្ញុំបង្កើត program មួយទៀតដើម្បីកែមានរកតម្លៃផ្សេងមួយទៀតអញ្ចឹងហ៎តើយើងបង្កើតដោយវិធីណាហ្នឹងហើយអញ្ចឹងយើងអាច select ទៅលើ folder ហ្នឹងទៅ right click បាទជ្រើសរើសពាក្យថា new ណាវានឹង link ចេញមកឲ្យយើងខ្ញុំឲ្យពួកយើងជ្រើសរើសយក Java main class តែម៉ាស៊ីនអ្នកទាំងអស់គ្នាបើ right click មើលទៅនឹងមើលមិនឃើញ Java main class រកឃើញទេមែនទេអញ្ចឹងធ្វើមិនឲ្យឃើញកំភៃណាកំភៃ
thôi nhà lần thời bạn chân nên tất cả cái mình khơi trả ba mình làm men tại phụ dương khơi được này đấy này vậy này thay vào con nó class chọn khơi thì nè là người ta nhưng kết tha và phát triển thử chẳng những chưa rơi cho tới về nơi dừng chưa rơi cho trả vá hay nên tất cả cái nâng mùi rồi khơi biển tha trả vá mình này nè và trả ba chẳng nơi tên là dân mà ca trả ba năng khăn cam rồi dạng bạn đi mà đó lên cao tới thì mình cha mai cho thì lại được dùng tới mình khơi trả ba mình là đôi cho mình này nè nhưng cha đang còn dùng tha cái này sẽ gì class này chỉ mua được một class chỉ mua được một programមួយហ្នឹងយើងអាននិយាយថាជាឈ្មោះរបស់ sub program ណាហ្នឹងពីព្រោះនៅក្នុងប្រជែងរបស់យើងមាន sub program ច្រើនឧទាហរណ៍ថាយើងខ្សែ program ដើម្បីគ្រប់គ្រងទៅលើសាលាទាំងមួយអញ្ចឹងវាមានច្រើន department មែនទេមានផ្នែកmanagement ផ្នែក register ផ្នែកអីនេះជា sub program ដាច់កន្លែងពីគ្នាមែនទេឥឡូវអានេះខ្ញុំដាក់ឈ្មោះថា rectangle ណាពេលនេះមើលខ្នាតធានអស់លោកជំទាវមើលខ្នាតធានណែពេលនេះយើងបានហ្វាល់ពីរ rectangle មួយនិងហ្វាល់ HT11 មែនទេបាទយើងអាចមើល rectangle ក៏បានមើល HT11 ក៏បានឃើញទេណែមិញហ្នឹងអ្នកទាំងអស់គ្នាដាក់ rectangle ជាមួយ class rectangle មែនទេហ្នឹងហើយណាអ្នកទាំងអស់គ្នាហាមកែឈ្មោះនេះកន្លែងនេះហាមកែណាពីព្រោះយើងមិញយើងដាក់ rectangle ហើយហាមកែតែកែខុសហើយនេះគ្រូខ្ញុំមិនច្រឡំដៃតែខុស spelling បានហើយទៅមិនទៅចង់កែហ៎អ្នកទាំងអស់គ្នាមកចុចលើអានេះចង់កែណាហើយចុច control alt ពេលនោះយើងអាច rename បានណាហាមកែឈ្មោះនេះដោយខ្លួនឯងដោយចិត្តងាយណាហាមពិសេសតែ SR ហើយឃើញទេដោយសារអីដោយសារតែឈ្មោះ rectangle នេះវាមិនដូចឈ្មោះ file នេះមែនទេបាទអញ្ចឹងពេលដែលយើងចង់កែអ្នកទាំងអស់គ្នាត្រូវប្រើ control alt លើវាចុច control alt អញ្ចឹងយើងចង់កែអីកែទៅពេលដែលយើងកែវាចុចកែ time s ហ៎ណាចុច refactor ទៅបាទវានឹងកែឲ្យយើងហើយតែទៅកែមកវិញបាទណាពួកយើងមើលនេះអានេះបានហើយដោយសារតែយើងកែ file name នេះហើយអានេះវានឹង automatic កែអញ្ចឹងណាបាទហាមកែផ្ដេសផ្ដាស់បាទឥឡូវខ្ញុំសេកូដមួយទៀតឲ្យពួកយើងមើលបាទ declare ណាdouble width high parameter area បាទ width ស្មើនឹង10 high ស្មើនឹង5បាទ parameter ស្មើនឹងបណ្ដោយគោកទទឹងគុណនឹង2ណាបាទ area ស្មើនឹងបណ្ដោយគុណនឹងទទឹងណាបាទយើងអាចពុត system.out.print ណាperimeter is បាទបូក perimeter អានេះមានន័យថាយើងអាចពុតទិន្នន័យជា string និងអាចពុតតម្លៃរបស់ parameter នៅតគ្នាបងនឹងមានន័យថាតពីអាច្បាស់ is នេះមកណាពេលដែលយើងប្រើ print ln មិនចាំបាច់ប្រើ /n ទេដោយសារតែវា print ហើយវាចុះបន្តឲ្យហើយ system.out.print ln ណាបាទ area 1a ណាហ្នឹងហើយអញ្ចឹងយើងអាចដំណើរការកម្មវិធីរបស់យើងថ្មីមួយទៀតនេះបានហើយពួកយើងគ្រាន់តែចុច shift F5 មួយណាយ៉ាងឃើញទេយើងនឹងអាចកណនារកបរិមាណនឹងស្អីក៏បានយើងអត់ចិត្តទេគ្រូខ្ញុំចង់តារាណាកូដចាស់មិញតែបាទកូដចាស់ពីមិញមកចឹងហ៎បាទចុច shift F6 ដូចគ្នាទៅវានឹងរ៉ាន់អាកូដចាស់នេះមិញតែយើងគិតថាអានេះច្រើនពេកខ្លួនវាចោលខ្លះបាទអញម្ដងឆាតអស់លីងអញ្ចឹងយើងចង់ run rectangle អ្នកទាំងអស់នេះគ្រាន់តែdouble click មកវានឹងបានកូដនេះមកវិញហើយមែនទេណាញ៉ែចុច shift F6 ទៅឃើញទេបាទក្លុកនេះចោលទៅយើងទៅបើកHT11 វិញចុច shift F6 ទៅតាមបានឃើញទេបាទណាអញ្ចឹងសង្ឃឹមថាពួកយើងយល់ប្រកបផ្លាយជាមួយពួកឯងនេះ